Trong videoនេះខ្ញុំចង់ធ្វើការចែកម្លែកទាក់ទងមួយនឹងការពាក់ស្រោមដៃស្រោមជើងឲ្យកូនជាទូទៅស្រោមដៃស្រោមជើងនេះយើងមិនពាក់រហូតទេគឺយើងពាក់យ៉ាងយូរបំផុតធំកូនយើងមានអាយុបាន1ខែកន្លះទៅ2ខែគឺយើងអាចដោះចេញបានហើយហេតុអីបានយើងមិនចាំបាច់ពាក់យូរដោយសារអីទីរក់នៅពេលដែលគាត់កាន់តែធំគាត់ត្រូវការវិវត្តនៃចលនារបស់គាត់ដូចដៃគាត់ត្រូវការក្តាប់ត្រូវការខ្ញាំត្រូវការចាប់កាន់នេះចាប់កាន់នោះអញ្ចឹងណាអានឹងជាការលូតលាស់ផ្នែករាងកាយបញ្ញារបស់គាត់បើសិនជាយើងពាក់ពេកដៃរបស់គាត់នឹងអត់ចេះចាប់កាន់អីទេគាត់យូរក្នុងការចេះប្រើដៃណាយើងអត់ចាំបាច់ពាក់យូរពេកទេពាក់តែ1ខែកន្លះទៅ2ខែអីបានហើយដើម្បីគាត់ចេះប្រើដៃណាចេះក្តាប់ដៃចេះលាចេះលើកដៃចាប់អីមួយអញ្ចឹងណាហើយបើសួរថាចុះបើយើងអត់ពាក់ទៅកញ្ចក់គាត់នឹងអាចមុតមុខគាត់អត់ពេលគាត់ខ្ញៅហ្នឹងហើយអញ្ចឹងដើម្បីជៀសវាងបញ្ហាហ្នឹងគឺយើងត្រូវកាត់កញ្ចក់កូននឹងឲ្យខ្លីៗទៅដើម្បីកុំឲ្យគាត់ខ្ញៅមុខគាត់ហើយតែទៅមួយស្រោមដៃយើងពាក់ធំយ៉ាងយូរ2ខែទៅបានហើយស្រោមជើងអីហ្នឹងមួកអីក៏ដូចគ្នាដែរបើសិនចាំបាច់ចេញដំណើរអីមួកយើងអាចពាក់បានតែបើថានៅផ្ទះមិនបាច់ពាក់ក៏បានដែរដើម្បីអីដើម្បីឲ្យមានខ្យល់ចេញចូលទៅដើម្បីកុំឲ្យបែកញើសក្បាលនេះកាលណាបែកញើសក្បាលវាបង្កឲ្យមានចេញកទួលទូចនៅលើក្បាលកើតជាកុំលមាស់អញ្ចឹងណាយើងចំហហ្នឹងទៅដើម្បីឲ្យមានខ្យល់ចេញចូលទៅក្បាលគាត់ស្ងួតល្អអត់មានអាចកវៃអត់មានអីចឹងណាអានេះគឺតើតើមួយការចែកម្លែកក្នុងការថែទាំកូនគឺយើងធ្វើអញ្ចឹង